បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូមុនខ្ញុំបានកែលំហាត់តកតងនឹងពុតកាត់ទុកចំនួន2ហើយលំហាត់ទី1និងលំហាត់ទី2លំហាត់ទី1គឺតកតងនឹងពុតកាត់ទុកកម្រិតមូលដ្ឋានដែលជាថ្នាក់ដំបូងលំហាត់ប្រភេទដំបូងដែលអ្នកដែលតាមចាប់ផ្ដើមរៀនពុតកាត់ទុកនោះគាត់អាចសាកល្បងធ្វើបានលំហាត់ទី2តកតងនឹងពុតកាត់ទុកដែរហើយវាកម្រិតវាចូលដល់កម្រិតខ្ពស់ដោយសារតែវានិយាយតាក់ទងទៅនឹង DTA អូខេអញ្ចឹងអានេះយើងមកដល់លំហាត់ទី3ដែលតាក់ទងទៅនឹងពុនកាត់ទុកដែរតែនៅក្នុងកម្រិតខ្ពស់ដូចគ្នាហើយយើងអាចមើលបានប្រធានលំហាត់គឺរៀងវែងអក្សរច្រើនអញ្ចឹងគាត់តែឃើញប្រធានអ្នកខ្លះអានហើយអាចអត់យល់តែម្ដងអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងកែលំហាត់ទី3នេះហើយតាក់ទងទៅលើប្រភេទពុនលំហាត់តាក់ទងនឹងពុនដាមួយក៏កណន័យមួយក៏អីក៏ដោយបើកឆាកឡើងគឺខ្ញុំចូលចិត្តទៅមើលសំណួរមុនថាប្រធានគេចង់បានអីគេចឹងចាំយើងទៅមើលនៅក្នុងព័ត៌មានដែលគេផ្ដល់ឲ្យហ្នឹងអ្វីដែលវាពាក់ព័ន្ធនឹងរបស់ដែលយើងត្រូវការធ្វើអូខេលំហាត់ទី3នេះគឺគេឲ្យយើងគណនាពុនកាត់ទុកនិងអាករតម្លៃបន្ថែមជាដុល្លារដែលក្រុមហ៊ុនត្រូវបង់សម្រាប់ខែតុលាដោយបញ្យល់សង្ខេបពីមូលដ្ឋានជាប់ពន្ធឬមិនជាប់ពន្ធអូខេអញ្ចឹងប្រធាននេះគឺខ្ញុំដាក់នៅក្នុងថ្នាក់ដែលជា assignment ដូច្នេះហើយនិស្សិតគឺគាត់ត្រូវធ្វើទាំងអស់ទាំងពន្ធកាត់ទុកទាំង VAT ហើយគាត់ត្រូវបញ្យល់ទៀតថាមិនបានមូលដ្ឋាននឹងជាប់ឬមួយក៏មិនជាប់អញ្ចឹងព្រោះនៅពេលដែលយើងព្យាយាមបញ្យល់ទៅយើងដឹងថាប្រភេទពន្ធហ្នឹងកម្មវត្ថុគេខ្លះវិសាលភាពគេខ្លះអូខេហើយយើងយកនៅក្នុងអត្រាប៉ុន្មានអញ្ចឹងទៀតទៅតែនៅក្នុងវីដេអូនេះគឺយើងបដោតទៅលើពន្ធកាត់ទុកតែមួយទេ VAT នេះយើងមិននិយាយទេចាំដល់មាន VAT ជាមួយចាំយើងអាចបកត្រឡប់មកលំហាត់នេះវិញហើយយើងមើលចូលគ្នាទាំងអស់អូខេតែនេះគឺយើងរកពន្ធកាត់ទុកធម្មតាដោយរកដងហើយទីហោដូចថាពេលប្រឡងអីអ្នកនរគ្នាខ្ញុំមិនដឹងថារបៀបធ្វើយើងអាចមានរបៀបផ្សេងគ្នាតែបើសម្រាប់ខ្ញុំចូលចិត្តគូសនៅលើប្រធានក្តារហ្នឹងមកដើម្បីយើងងាយស្រួលក្នុងការអានហើយសង្ខេបព័ត៌មានព្រោះយើងអត់ចង់អានព័ត៌មានដដែលហ្នឹងច្រើនដងទេកុំឲ្យថាយើងអានអាហ្នឹងហើយស្រាប់តែពេលយើងត្រូវការយើងត្រូវទៅបកអានជួរហ្នឹងម្ដងទៀតទីហោអញ្ចឹងណាចាហ្នឹងយើងអាចខាតពេលយើងច្រើនដែរនៅពេលដែលយើងកំពុងតែធ្វើលំហាត់អូខេអញ្ចឹងក្រុមហ៊ុន XYZ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាអ្នកជាប់ពន្ធមធ្យមនៅអគ្គនាយកដ្ឋានពន្ធដារក្នុងប្រទេសកម្ពុជាអញ្ចឹងអ្នកជាប់ពន្ធមធ្យមគឺយើងមានកាតព្វកិច្ចពន្ធកាត់ទុកហ្នឹងគឺយើងត្រូវអនុវត្តទាំងអស់អញ្ចឹងរំលឹកឡើងវិញគឺលើកលែងតែអ្នកជាប់ពន្ធតូចទេដែលកាតព្វកិច្ចភ្នាក់ងារកាត់ទុកហ្នឹងគឺគាត់កាត់ទៅលើរឿងជួលចលនាទ្រព្យនិងអចលនទ្រព្យតែសម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំវិញគឺកាតព្វកិច្ចគាត់គឺគាត់ត្រូវកាត់ទុកទាំងអស់គ្រប់កម្មវត្ថុនៃពន្ធកាត់ទុកហើយនិងវិសាលភាពហ្នឹងគឺគាត់ត្រូវអនុវត្តទាំងស្រុងអូខេអញ្ចឹងគាត់ជាអ្នកជាប់ពន្ធមធ្យមនៅក្នុងស្រុកខ្មែរយើងខែតុលាឆ្នាំ2025ក្រុមហ៊ុនមានបទបត្តិការដោយខាងក្រោមអញ្ចឹងទី1គាត់ទូទាត់ថ្លៃជួលអូខេអញ្ចឹងយើងគ្រាន់តែឃើញថ្លៃជួលគឺយើងដឹងថាអាចចូលទៅលើពន្ធកាត់ទុកហើយអូខេក្នុងអត្រា10%អញ្ចឹងលើថ្លៃជួលយើង$15,000 $11000ជួលពីក្រុមហ៊ុនអូខេអញ្ចឹងជួលពីក្រុមហ៊ុនគឺមិនមែនជាកម្មវត្ថុនៃពន្ធកាត់ទុកទេអានេះវាទៅ VAT វិញអូខេចានេះបើសិនជាយើងធ្វើលំហាត់នឹងពេញចាកន្លែងនេះគឺយើងស្រង់វាទៅដាក់នៅក្នុងកាឡោនរបស់ VAT ទៅមូលដ្ឋានសម្រាប់គណនា VAT ទៅដែលជាប់ពន្ធតាមរបបស្វ័យប្រកាសហើយបានទទួលវិក័យប័ត្រអតបអូខេអញ្ចឹងយើងបានវិក័យប័ត្រអតបប័ត្រ invoice ចាហ្នឹងបានយើងអាចយកទៅធ្វើកាត់កងបាននឹងចំនួន$4,000ទៀតពីរូបវ័ន្តបុគ្គលអូខេចានេះគឺយើងជួលពីរូបវ័ន្តបុគ្គលចាយើងដឹងហើយនៅពេលដែលយើងជួលពីរូបវ័ន្តបុគ្គលសហគ្រាសមានកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើថ្លៃជួលក្នុងអត្រា10%អូខេ
ចានេះ 10% គុណ 4000 ពន្ធកាត់ទុករបស់យើងគឺមានចំនួន 400 ទី 2 ក្រុមហ៊ុនបានកត់ចំណាយបង្កអូខេចានេះបើអ្នកអត់រៀនគណនេយ្យរៀងពិបាកបន្តិចអញ្ចឹងចំណាយបង្កវាជា accrual expense អូខេ accrual expense ចាំន័យថាចំណាយដែលយើងបានទទួលស្គាល់នៅពេលហ្នឹងតែយើងអត់តន់បានទូទាត់លុយឲ្យគេទេអូខេអញ្ចឹងបើនិយាយទៅយើងចាប់គេសិនអូខេអញ្ចឹងបើសិនជាយើងនៅក្នុងគណនេយ្យគឺយើងប្រកាសជាយើងត្រូវ debit គណនេយ្យចំណាយហើយយើង credit គណនេយ្យបំណុលចា account payable ដូចជាដើមឡាក់ហ្នឹងចានេះគឺការទទួលស្គាល់ចំណូលយើងអត់បានទូទាត់លុយគេទេគ្រាន់តែយើងកត់ត្រាវាជាចំណាយនៅក្នុងករិយបច្ឆេទមួយហ្នឹងនៅក្នុងខែមួយហ្នឹងអូខេអញ្ចឹងសួរថាពន្ធកាត់ទុកយើងទូទាត់យើងត្រូវដល់កំណត់នៅពេលដែលយើងត្រូវទូទាត់លុយឬមួយក៏យ៉ាងណាអូខេអញ្ចឹងនៅក្នុងមេរៀនពន្ធកាត់ទុកគឺយើងឃើញហើយគឺយើងពន្ធកាត់ទុកគឺដល់កំណត់ហើយយើងត្រូវប្រកាសបង់នៅពេលដែលក្រុមហ៊ុនគាត់ទូទាត់លុយឬមួយក៏នៅពេលដែលគាត់បានកត់ត្រាវាជាចំណាយនៅក្នុងបញ្ជីគណនេយ្យអូខេអញ្ចឹងបើនិយាយទៅគឺពន្ធកាត់ទុកគាត់ follow ទៅតាមaccrual basis ដែរដូចនឹងគណនេយ្យហើយទន្ទឹមហ្នឹងគឺគាត់មើលលុយដែរអញ្ចឹងមួយណាមកមុនថ្ងៃខែណាមកមុនគឺគាត់យកពេលហ្នឹងទៅបើសិនជាទូទាត់លុយមុនគឺយើងយកតាមលុយទៅបើសិនជាយើងទទួលស្គាល់នៅក្នុងបញ្ជីគណនេយ្យមុនគឺយើងយកតាមបញ្ជីគណនេយ្យហ្នឹងទៅអូខេអញ្ចឹងនៅពេលយើងឃើញមានចំណាយបង្កហ្នឹងចានៅក្នុងពន្ធកាត់ទុកគឺយើងទទួលស្គាល់វាជាចំណាយដូចគ្នាអញ្ចឹងចំណាយបង្កចំនួន $20000 ដែលបានជួលពីក្រុមហ៊ុនមួយនៅសិង្ហបុរីអូខេតើតើនឹងសេវាប្រឹក្សាតើតើនឹង IT យោងតាមកិច្ចសន្យាដែលទូទាត់ប្រាក់នៅថ្ងៃទី20ខែធ្នូអូខេអញ្ចឹងឃើញនេះលុយយើងនឹងទូទាត់នៅក្នុងខែធ្នូតែយើងបានកត់វាជាចំណាយនៅក្នុងខែហើយអីអញ្ចឹងសួរតែយើងទទួលស្គាល់ចំណាយនៅពេលណាហើយយើងត្រូវបង់ពន្ធនៅពេលណាបើសិនជាយើងអត់ចេះច្បាស់ហើយយើងអត់ចេះគណនេយ្យទៀតអញ្ចឹងថាខ្ញុំទូទាត់នៅខែធ្នូអញ្ចឹងខ្ញុំបង់ពន្ធកាត់ទុកហ្នឹងចាំខែធ្នូទៅចាំខ្ញុំបង់អូខេតែជាក់ស្ដែងតាមច្បាប់បទបញ្ញត្តិមកគឺអត់ទេទោះក្រុមហ៊ុនទូទាត់នៅខែធ្នូក៏ពិតមែនតែដោយសារតែក្រុមហ៊ុនបានទទួលស្គាល់ចំណាយនៅក្នុងខែតុលានេះអញ្ចឹងគឺក្រុមហ៊ុនត្រូវមានកាតព្វកិច្ចកាត់ទុកឲ្យបង់ពន្ធកាត់ទុកនៅក្នុងខែតុលាអូខេចានេះចំនួន$20000នេះដោយសារតែអត់មានព័ត៌មានបញ្ជាក់ថាក្រុមហ៊ុនមាន DTA ទេចឹងគឺយើងត្រូវអនុវត្តទៅតាមអត្រារបស់អនុវាសនជនគឺចំនួន 14% អូខេយ៉ាងនេះ2 20 28 2800ចឹងនេះចុច show ច្បាស់មកខុស20000គុណឲ្យ 14% 2300ត្រង់ហ្នឹងចូលទៅលេខ3ក្រុមហ៊ុនបានកត់ត្រាក្នុងគណនីចំណាយជួសជុលសរុបចំនួន 22000 អូខេចឹងគាត់បានកត់ជួសជុលក្នុងនោះកត់ត្រាចំណាយពីអ្នកផ្គត់ផ្គង់ជាបុគ្គលជាប់អាករមានវិក័យប័ត្រអាករត្រឹមត្រូវចំនួន 20000 មិនរួមអាករអូខេចា20000នេះរឿង VAT ទេចំនួនដែលសល់គឺពីអ្នកផ្គត់ផ្គង់រូបវន្តបុគ្គលមិនទាន់បានចុះបញ្ជីអូខេចានេះបានជាចំនួនដែលយើងត្រូវធ្វើអញ្ចឹង 22000 20000របស់ក្រុមហ៊ុនរបស់អ្នកបុគ្គលជាប់អាករអញ្ចឹងសម្រាប់រូបវន្តបុគ្គលគឺយើងយកតែ2000មកគណនាទេហើយដោយសារតែនេះគឺតកតងទៅលើសេវាហើយអ្នកផ្ដល់ជារូបវន្តបុគ្គលនិវាសនជនអញ្ចឹងយើងជាប់ក្នុងអត្រា 15% អូខេអញ្ចឹង2000ហ្នឹងហើយ 15% វា$300អូខេចានេះគឺតកតងទៅលើពន្ធកាត់ទុកសេវាផ្គត់ផ្គង់ដោយរូបវន្តបុគ្គលនិវាសនជនអូខេបើសិនជាអនិវាសនជនអាហ្នឹងគេនឹងបញ្ជាក់តែ
អត់ចាក់យើងថាគាត់ជាអ្នកវិសនជន2000គុណ 15% អូខេទី4ក្រុមហ៊ុនបានកត់ចំណាយបង្កការប្រាក់អូខេចានេះចំណាយបង្កការប្រាក់ចំនួន 15000 ដែលក្នុងនោះចំនួន 12000 នឹងទូទាត់ឲ្យមីក្រូរ៉ាញ់ថុកក្នុងស្រុកអូខេចំនួន 2000 ឲ្យមីក្រូរ៉ាញ់ថុក 3000 ទៀតឲ្យធនាគារមួយនៅបរទេសអូខេអញ្ចឹងយើងដឹងហើយនៅពេលដែលយើងទូទាត់ការប្រាក់ទូទាត់ការប្រាក់នៅពេលយើងទូទាត់ការប្រាក់គឺថាបើសិនជាយើងទូទាត់ឲ្យធនាគារនោះពន្ធកាត់ទុកគឺយើងអត់យកទេអូខេតែឡើយនេះគេដាក់មីក្រូរ៉ាញ់ថុកអូខេអញ្ចឹងក្នុងច្បាប់គឺគេនិយាយថាធនាគារតែធនាគារនិយមន័យរបស់ច្បាប់ធនាគារគឺរាប់ទាំងមីក្រូរ៉ាញ់ថុកហើយផ្សេងៗនោះទៀតដែរអូខេចាហ្នឹងគឺគេនៅក្នុងបទបញ្ញត្តិហ្នឹងគឺគេមានហើយគឺមានសកម្មភាព3អូខេអញ្ចឹងបើសិនជាសហគ្រាសមួយហ្នឹងគាត់បំពេញឬមួយក៏គាត់ថាមានសកម្មភាពណាមួយក្នុងចំណោមសកម្មភាពទាំង3ហ្នឹងគឺគេចាត់ទុកថាគាត់ជាធនាគារហើយអូខេចាហ្នឹងគឺគាត់ដូចជាមានទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាគាត់អាចធ្វើការទូទាត់ប្រាក់ហើយដូចជាមានឲ្យទៅដល់ឥណទានចឹងនៅប៉ុន្តែខ្ញុំចាំណាតែពេលនេះយើងអាចមើលបញ្ជាក់ខ្លួនឯងបានទៀតតែគាត់នឹងដឹងថាកន្លែងនេះទោះឈ្មោះជាមីក្រូរ៉ាញ់ថុកក៏ដោយអាហ្នឹងគឺគេចាប់ថ្នាក់ចូលក្នុងធនាគារហើយជាប់ពន្ធកាត់ទុកទេអូខេហើយ 3000 ទៀតគឺយើងឲ្យទៅធនាគារមួយនៅបរទេសអូខេអញ្ចឹងធនាគារដែរតែនៅបរទេសអញ្ចឹងការប្រាក់ធនាគារមួយនៅបរទេសអញ្ចឹងអនិវាសនជនអត់នេះទេគឺ 14% flat តែបើសិនជាយើងទីហោកន្លែងនេះបើសិនយើងឲ្យសហគ្រាសធម្មតាទូទាត់ឲ្យសហគ្រាស A B C អីចឹងទៅចាហ្នឹងពន្ធកាត់ទុកក្នុងអត្រា 15% អូខេចានេះគ្រាន់តែទីហោបន្ថែមទៅកន្លែងនេះអញ្ចឹងនៅក្នុងកន្លែងលំហាត់របស់យើងនេះយើងមាន12000នោះអត់ទេអញ្ចឹងយើងជាប់តា 3000 នេះអូខេអញ្ចឹងកន្លែងនេះគឺ 3000 គុណនឹងអត្រា 14% អូខេ 3000 គុណនឹងអត្រា 14% ចឹងនេះ 3000 គុណនឹងអត្រា 14% គឺយើងបាន 420 តើឥឡូវយើងទៅមកខ្ទង់ទៀតតកតងលេខ5អញ្ចឹងនៅក្នុងខែតុលាហ្នឹងក្រុមហ៊ុនបានចុះកិច្ចសន្យាតម្លៃ 20000 អូខេអញ្ចឹងគាត់បានចុះកិច្ចសន្យាក្នុងតម្លៃ 20000 ជាមួយក្រុមហ៊ុនមួយនៅប្រទេសថៃសម្រាប់ធ្វើការផ្គត់ផ្គង់សម្រាប់ការផ្ដល់សេវាប្រឹក្សាផ្នែកធុរកិច្ចអូខេចានេះសេវាប្រឹក្សាយោបល់ប្រទេសថៃយោងតាមកិច្ចសន្យាសេវាកម្មនឹងចាប់ផ្ដើមនៅដើមខែធ្នូនិងបញ្ចប់នៅចុងខែមករា2026អូខេចុងខែ12ដល់ខែ1ដោយតម្រូវឲ្យក្រុមហ៊ុនធ្វើការទូទាត់ជា2ដំណាក់កាល 20% នៅពេលចុះកិច្ចសន្យា 80% ពេលបញ្ចប់អូខេអញ្ចឹងបញ្ចប់ខែ12បញ្ចប់ខែ1ចានឹងទូទាត់ 80% នៅក្នុងខែ1 20% ចុះកិច្ចសន្យាអញ្ចឹងក្នុងខែតុលាហ្នឹងគាត់ចុះកិច្ចសន្យាអញ្ចឹងគាត់ត្រូវមានកាតព្វកិច្ចបង់ពន្ធកាត់ទុកចំនួន 20% អូខេចានេះយើងដាក់មក 20% នៃទឹកប្រាក់ក្នុងកិច្ចសន្យាចំនួន 20000 ហើយអានេះវាសេវាប្រឹក្សាប្រទេសថៃអញ្ចឹងក្នុងអត្រា 14% អូខេយើងគុណទៅអញ្ចឹង 20% នៃ 20000 គឺយើងបាន4000គុណក្នុងអត្រា 14% គឺពន្ធកាត់ទុកយើងគឺមានតម្លៃ560អូខេទី6ក្រុមហ៊ុនបាននាំចូលម៉ាស៊ីនពីប្រទេសជប៉ុនក្នុងតម្លៃ $80000 ហើយត្រូវទូទាត់បន្ថែមចំនួន 10% នៃតម្លៃម៉ាស៊ីនសម្រាប់សេវាបណ្ដុះបណ្ដាលអូខេ 10% ទៀតក្នុងអំឡុងពេលគុំដំឡើងម៉ាស៊ីននៅកម្ពុជាក្រុមហ៊ុនទទួលរ៉ាប់រងថ្លៃស្នាក់នៅម្ហូបអាហារដល់អ្នកចែកទៅពីជប៉ុនចំនួន 4000 ទៀតអូខេអញ្ចឹងនៅក្នុងខ្ទង់នេះមានការបកស្រាយច្រើនហើយក៏ពិភាក្សាគ្នាច្រើននៅក្នុងក្រុមលើកមុន
តែនៅពេលដែលខ្ញុំបានរៀនហើយខ្ញុំបានធ្វើខុសក្នុងក្នុងនេះហើយក៏បានចរចាមិនចរចាតវ៉ាជាមួយលោកគ្រូដែរលើចំណុចហ្នឹងអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាថានឹងវាមិនអូខេអញ្ចឹង 80000 នេះលុយម៉ាស៊ីនអញ្ចឹងម៉ាស៊ីននេះអានេះវាទៅគិតមួយ VAT ហើយរឿងរបស់ VAT ដែរតែបើសម្រាប់ពន្ធកាត់ទុកគឺយើងយករឿងសេវាបណ្ដុះបណ្ដាលនេះចំនួន 10% ចាឥឡូវយើងសងក្នុងមួយសិនចានេះគឺ 10% នៃលុយ 80000 អូខេ 10% នៃលុយ 80000 គុណនឹងអត្រា 14% អូខេដោយសារថាបរទេសនៅជប៉ុនហើយអត់មានបញ្ជាក់ថាមាន DTA សំណួរសួរថាអា 4000 នេះជាប់អត់អូខេនេះថ្លៃស្នាក់នៅម្ហូបអាហារនេះក្រាបរកនេះ 4000 ហ្នឹងជាប់អត់អញ្ចឹងនៅពេលដែលខ្ញុំធ្វើដំបូង 4000 នេះខ្ញុំថាអត់ជាប់ទេអូខេ 4000 ហ្នឹងខ្ញុំថាអត់ជាប់ដោយសារតែខ្ញុំថានៅពេលដែលយើងធ្វើការទូទាត់ក្រុមហ៊ុនយើងទូទាត់ទៅឲ្យកន្លែងស្នាក់នៅហើយនិងកន្លែងម្ហូបអាហារអញ្ចឹងកន្លែង restaurant នេះអញ្ចឹងណាចាហ្នឹងគឺក្រុមហ៊ុនយើងទូទាត់ឲ្យសហគ្រាសមួយទៀតអញ្ចឹងទីហោថាគាត់ទៅដេកនៅកាបូយ៉ាណាឧទាហរណ៍អញ្ចឹងកាបូយ៉ាណាគាត់នឹងចេញ invoice មកឲ្យក្រុមហ៊ុនយើងហើយក្រុមហ៊ុនយើងនឹងធ្វើការទូទាត់ឲ្យកាបូយ៉ាណាចាហ្នឹងវាអត់មានអីទៅកាត់ទុកទេព្រោះយើងបានវត្ត invoice មកមិនចឹងចាហ្នឹងគឺ argument របស់ខ្ញុំតែលោកគ្រូនៅពេលដែលគាត់បញ្ជាក់មកគាត់ថាអត់ទេគាត់ស្នាក់នៅស្រុកខ្មែរមែនទូទាត់ bill មកយើងមែនតែកម្មវត្ថុនៃចំណាយហ្នឹងគឺអ្នកដែលទទួលផលហ្នឹងគឺពួកគាត់ដែលជាជនបរទេសហ្នឹងអូខេអញ្ចឹងមានន័យថាយើងទូទាត់ជំនួសឲ្យគាត់ហើយបើមិនជាគាត់ត្រូវមានពន្ធកាត់ទុកក្នុងហ្នឹងអញ្ចឹងយើងត្រូវបង់ពន្ធកាត់ទុកហ្នឹងដែរអូខេចាហ្នឹងគឺនៅកន្លែងហ្នឹងតែនៅពេលដែលខ្ញុំបានពិភាក្សាមិត្តភ័ក្តិទៅគាត់ថាអាហ្នឹងវាជំរឿនច្រើនតែអញ្ចឹងវាតកតង tax planning tax saving របស់ក្រុមហ៊ុននីមួយៗថាគាត់ចង់ដើរផ្លូវណាអញ្ចឹងណាចាឥឡូវយើងទៅមើលទាំងអស់គ្នាទីហោថាលុយ 4000 ហ្នឹងបើសិនជាក្រុមហ៊ុនគាត់ចានេះយើងខេសទី1ណាបើសិនជាក្រុមហ៊ុនឲ្យអ្នកដែលបច្ចេកទេសពីជប៉ុនហ្នឹងគាត់ទីហោថាគាត់ទៅស្នាក់នៅណាក៏ស្នាក់ទៅគាត់ទៅហូបអីនៅណាក៏ហូបទៅតែនៅពេលដែលគាត់ទូទាត់អីអញ្ចឹងទៅគាត់រៀមបើមកវិញអូខេគាត់តម្លាក់បងមកយើងទូទាត់ឲ្យគាត់ទៅអញ្ចឹងក្នុងករណីហ្នឹងអាហ្នឹងប្រកាសណាគឺយើងត្រូវដាក់ withholding tax គាត់ 4-10% ព្រោះយើងត្រូវទូទាត់ឲ្យគាត់អញ្ចឹងណាយ៉ាងក្នុងករណីទី1ហ្នឹងហើយអាហ្នឹងនៅក្នុងក្រុមហ៊ុនយើង 14% ហ្នឹងទៅហើយយើងបូកវាចូលមួយសេវាហ្នឹងទៅដាក់មកចប់ជាមួយនឹងសេវាបណ្ដុះបណ្ដាលហ្នឹងចា 10% ហ្នឹងបូក 4000 ហ្នឹងចូលគ្នាទៅ 4-10% ទៅហើយអូខេហើយចំណាយហ្នឹងគឺចំណាយកាត់កងបានទាំងអស់នៅក្នុង TOI អូខេដោយសារតែគាត់វាតកតងនឹងសេវាបណ្ដុះបណ្ដាលរបស់គាត់ដើម្បីគាត់បណ្ដុះបណ្ដាលបានគឺគាត់ត្រូវមកស្រុកខ្មែរគាត់មកស្រុកខ្មែរគាត់ត្រូវការស្នាក់នៅតែគាត់ត្រូវការម្ហូបអាហារចាទាំងអស់ហ្នឹងគឺវាជា package តកតងទៅលើរឿងសេវាបណ្ដុះបណ្ដាលហ្នឹងអូខេcase ទី2បើសិនជាយើងអត់តិចយើងឲ្យស្នាក់នៅអីនឹងម្ហូបអាហារហ្នឹង bill មកឈ្មោះក្រុមហ៊ុនយើងចាហ្នឹងនៅពេលដែលគាត់ bill មកក្រុមហ៊ុនយើងអាហ្នឹងយើងប្រកាសជាទទួលបាន tax invoice មកហើយអូខេកែបបាត់អតបមកហើយនៅពេលយើងបានកែបបាត់អតបយើងសួរថាយើងអាច claim តកតងទៅនឹង VAT បានអត់យើងតិច claim អត់បានទេដោយសារវាតកតងនឹង entertainment អូខេចាហ្នឹងវាតកតង entertainment អាហ្នឹងអត់មានទៅ claim បាត់កើតទេព្រោះវាមិនមែនជាចំណាយតកតងទៅនឹងសកម្មភាពសហគ្រាសរបស់យើងទេហើយនៅពេលដែលអាហ្នឹងមួយហើយមួយទៀតនៅ TOI ក៏យើង claim អត់បានដែរព្រោះវាចូលទៅក្នុង category entertainment ចាហ្នឹងគឺគាត់ claim អត់បានទាំងអស់អញ្ចឹងមាន VAT ហើយ claim អត់បានទៀតអញ្ចឹងជាប់ពន្ធលើប្រាក់ចំណូល TOI
ចំនួន 20% ទៀតអញ្ចឹងចំណាយទាំងអស់ហ្នឹងយកទៅគុណ 20% ពុកជាចំណូលវិញគុណ 20% ទៅអូខេចានេះគឺស៊ីសងលើក្រុមហ៊ុននេះគាត់ចង់ទៅតាមផ្លូវណាអូខេគាត់កែវាខ្លួនឯងទៅមួយណាចំណេញគាត់ទៅតាមហ្នឹងទៅតែនៅក្នុងគោលដៅនៃប្រធានលំហាត់របស់យើងនេះតាមការកែរបស់លោកគ្រូនោះគឺគាត់ follow តាមខាងលើនេះអញ្ចឹងគឺ 4000 ហ្នឹងគាត់បូកទៅលើនឹងទាំងអស់ទៅគឺគាត់គុណនឹង 14% ទៅអូខេចានេះខ្ញុំកែក្នុងការកែលំហាត់នេះក៏ខ្ញុំ follow ទៅតាមរបៀបនឹងដូចគ្នាដែរទៅអូខេអញ្ចឹងខ្ញុំជឿថាមានគ្នាយើងមួយចំនួនគាត់អត់យល់ស្របទេគាត់ថាអត់ទេអានេះមិនមែនទេវាជាចំណាយoperation មួយក៏អីទេអូខេវាចំណាយ operation វាអត់ជាប់ withholding tax មែនវត្ត invoice មកយើងបង់ឲ្យ claim អត់កើតទេព្រោះវាអត់មានពាក់ព័ន្ធអីនឹងទៅនឹងសហគ្រាសរបស់យើងទេសកម្មភាពរបស់សហគ្រាសយើងព្រោះវាតកតងទៅនឹងនេះទេតកតងទៅនឹង entertainment ទេហើយ TOI របស់យើងនោះក៏អត់បានដែរគឺប្រើអត់បានកាត់កងអត់បានដូចគ្នាទៀតអូខេចឹងសួរថាមួយណាចំណេញជាងចាហ្នឹងគឺស៊ីសងទៅលើការសម្រេចចិត្តរបស់សហគ្រាសទេចឹងសហគ្រាសគិតថាធ្វើតាមផ្លូវណាចំណេញជាងសហគ្រាសធ្វើតាមផ្លូវហ្នឹងទៅតែបើសម្រាប់ពន្ធដារចាហ្នឹងគឺយើងត្រូវមើលដែរថាទៅខាងណាមានសក្តិបត្តិមានអីតំថៅចឹងទៅគេបង់ពន្ធមកអាហ្នឹងបែបខាងពន្ធដារគាត់មិនចំណាយទេកុំឲ្យតែយើងអត់បង់ចង់ផ្លេចប្រឡប់អីអាហ្នឹងបានវាអាចមានរឿងច្រើនទៀតតទៅទៀតចឹងណាអូខេចាហ្នឹងគឺតកតងទៅនឹងខ្ទង់ទី6ហ្នឹងចាឥឡូវយើងទៅទី7ចានេះក្រុមហ៊ុនបានធ្វើការចរចាជាមួយក្រុមហ៊ុនមេនៅសិង្ហបុរីសម្រាប់សេវាជំនួយបច្ចេកទេសក្នុងគម្រោងមួយនៅកម្ពុជាអូខេការប៉ាន់ស្មានក្រុមហ៊ុនត្រូវចំណាយចំនួន$10,000ក្រុមហ៊ុនចំណាយ$10,000លើសេវាហ្នឹងហើយកិច្ចសន្យារៀបចំចុះហត្ថលេខានៅតាមខែធ្នូអូខេអញ្ចឹងអត់មានប្រតិបត្តិការអីនៅក្នុងខែ10ទេវានឹងតកតងនៅខែធ្នូនេះក៏គេរៀបជា quote ជា estimate ទេអញ្ចឹងអានេះអត់មានតកតងទៅលើពន្ធកាត់ទុកគឺអត់មានទេអូខេឥឡូវយើងបូកសរុបចំណាយរបស់ក្រុមហ៊ុនយើងចូលគ្នាទាំងអស់ទៅមើលមានអីគេខ្លះចឹងយើងមាន400អូខេយើងមាន400មាន2008មាន300មាន420ហើយយើងមាន560យើងមានអានេះបានគុណចឹង8000គុណនឹង 14% ចានេះគឺ 1120 លុយ 4000 ដែលយើងចេញជួសទៅជាប់ជាមួយពន្ធកាត់ទុកដែរវាចំនួន560ទៀតអូខេ560ទៀតចានេះយើងបូកសរុបទាំងអស់ចូលគ្នាមកចឹងយើងមាន400មាន2008មាន300មាន420 560មាន560មាន1120ហើយចុងក្រោយមាន561ទៀតចានេះយើងអាចបូកតិចចឹង400បូក2008បូក720បូក560បូក1120បូក560ចានេះយើងឃើញ6160អូខេចឹងនៅក្នុងលំហាត់ទី3នេះកន្លែងដែលtricky ជាងគេបងអស់ចាទី1នេះ
អត់អីទេគ្រាន់ថ្លៃជួលទី2នេះតើយើងចេះតំណែងហើយយើងដឹងថាចំណាយពន្ធកាត់ទុកហ្នឹងដល់កំណត់នៅពេលណាអញ្ចឹងដល់កំណត់នៅពេលដែលទូទាត់ប្រាក់ឬមួយក៏នៅពេលដែលយើងទទួលស្គាល់វាជាចំណាយរបស់ក្រុមហ៊ុនអញ្ចឹងកត់ក្នុងជីគណនេយ្យអញ្ចឹងមិនចាំបាច់មានការទូទាត់លុយទេគាត់នៅទទួលស្គាល់វាជាចំណាយហ្នឹងគឺយើងត្រូវមានកាតព្វកិច្ចកាត់ទុកឲ្យបង់ពន្ធកាត់ទុកហើយទី3ដូចគ្នាដែរអញ្ចឹងចំណាយជួសជុលសេវាគ្រប់គ្រងដោយរូបវ័ន្តបុគ្គលចានឹងវាជាប់ក្នុងអត្រា 15% ទី4តកតងនឹងធនាគារចានេះមីគឺចង់បន្លំយើងរឿងមីក្រូហិរញ្ញវត្ថុអូខេនិយាយធនាគារតែពេលក្នុងនេះក៏ដាក់មីក្រូហិរញ្ញវត្ថុចានឹងលើកលែងអត់អញ្ចឹងលើកលែងដូចគ្នាទេធនាគារក្នុងផ្នែកច្បាប់ធនាគារមីក្រូហិរញ្ញវត្ថុអីហ្នឹងគឺមកដូចគ្នាទេហើយធនាគារនៅបរទេសជាប់ធម្មតា 14% លេខ5កិច្ចសន្យាយើងចុះកិច្ចសន្យាអញ្ចឹង 20% នៅពេលចុះកិច្ចសន្យាចាហ្នឹងគឺយើងបានលុយបានទូទាត់ 20% ហ្នឹងចាហ្នឹងគឺកាត់ទុក 20% ដែរព្រោះយើងទូទាត់ទៅក្រុមហ៊ុននៅប្រទេសថៃគឺនៅបរទេសធ្វើសេវាប្រឹក្សាយោបល់តែបើសិនជាក្រុមហ៊ុននៅខ្មែរយើងទេចាហ្នឹងជាប់ VAT អូខេឈប់ VAT វិញមិនជាប់ពន្ធកាត់ទុកទេទី6នេះគឺកន្លែងដែលក្តៅជាងគេគឺ30000នេះយើង VAT ទេអូខេនាំចូលនេះហើយ10% យើងសេវានេះយើងជាប់មួយពន្ធកាត់ទុកយើង4000នេះដែលជារឿងដែរ concern ចានោះគឺក្រុមហ៊ុនប្រកបមានជា policy មានជាអីបើសិនជានេះយើងមើលទៅមួយណាចំណេញជាងយើងធ្វើតាមហ្នឹងទៅអូខេទី7នេះអត់មានពាក់ព័ន្ធនេះគេគាត់ថាដាក់មកបន្លំយើងគេទៅធ្វើអីនៅខែធ្នូហ្នឹងអញ្ចឹងកក់លុយក៏អត់មានទទួលស្គាល់ចំណាយក៏អត់មានសញ្ញាអីក៏អត់មានស្អីក៏អត់មានដែរអញ្ចឹងវាអត់មានពាក់ព័ន្ធអីរឿងពន្ធកាត់ទុកទេអូខេចានេះលំហាត់ទី3មានប៉ុណ្ណឹងរឿងអកកម្រិតខ្ពស់ចានេះបើសិនជានៅសាលាជាតិបណ្ដាវាជាជំរើសមុខវិជ្ជាជំរើសអូខេតែតអកប្រចាំខែកម្រិតខ្ពស់អញ្ចឹងបើសិនជាគ្នាយើងមានសំណួរអីអាចសួរបាន